ពីរបបផ្លែនេះមួយគឺខ្ញុំចូលចិត្តចង់ដឹងចង់សាកចង់ភ្លក់រសជាតិហ្មងបងប្អូននេះគាត់ខ្ញុំឃើញវីដេអូ Chef Hero ហើយគឺខ្ញុំក៏មកយកមកសាកហ្មងបងប្អូនហើយក៏យើងចូលដល់នេះហើយគឺយើងមក support មួយក្បត់ថ្មីនេះគឺខ្ញុំទិញមកពីជប៉ុនណានិយាយទៅក្បត់នេះគឺ Chef Hero គាត់ជា brand ambassador នៅហាងហ្នឹងណាឥឡូវយើងមកធ្វើជាមួយនឹងអានេះគេហៅម្នាស់សមុទ្របងប្អូនខ្ញុំធ្លាប់ញ៉ាំនៅក្រែម្សាយគាត់ថាញ៉ាំនៅក្រែអត់ចេះញ៉ាំមានល្វីងគាត់តែឃើញវីដេអូ Chef Hero ទៅចង់សាកម្ដងទៀតចឹងណាបងប្អូនក៏កំងមកនេះយើងកំងមកពីជប៉ុនណាហើយការខ្ញុំនៅក្រែហ្នឹងមិនដឹងគេបកប្រែខុសឬមួយក៏អីណាគេហៅដូចតែសក់សមុទ្រតែមែនតើទៅគេហៅម្នាស់សមុទ្រទេបងប្អូនដោយសារវាដូចផ្លែម្នាស់អញ្ចឹងណាឃើញនៅក្រែឃើញ content creator មួយចំនួនគេធ្វើវីដេអូគឺគេអត់យកអាគ្រឿងក្នុងចេញគេញ៉ាំតែអញ្ចឹងមកគេយកតែស្បកក្រៅទេប៉ុន្តែដោយសារខ្ញុំឃើញ Chef Hero គាត់ធ្វើយកអាហ្នឹងចេញខ្ញុំក៏សាកធ្វើតាមគាត់ទៅព្រោះដោយសារខ្ញុំញ៉ាំនៅក្រែនោះវារៀងល្វីងបងប្អូនប្រហែលជាមកពីអាគ្រឿងក្នុងហ្នឹងចឹងឥឡូវខ្ញុំរៀបចំដោយសារនៅផ្ទះខ្ញុំមានពងត្រីមានអីយើងរៀបចំដូចញ៉ាំមួយសាស៊ីមីអញ្ចឹងណាហើយមានទឹកស៊ីអ៊ីវមានវ៉ាសាប៊ីមានអីចឹងទៅចឹងឥឡូវមកសាកជាមួយខ្ញុំអស់គ្នានិយាយទៅពេលដែលខ្ញុំញ៉ាំលើកនេះគឺមានអារម្មណ៍ថាដូចជាអត់សូវល្វីងបងប្អូនតែបើខ្ញុំញ៉ាំនៅក្រែមែនល្វីងហើយខ្ញុំអត់សូវចេះញ៉ាំបានច្រើនតែដល់ពេលញ៉ាំលើកនេះឆ្ងាញ់ប្រហែលជាមកពីដូចប្រហែលជាគ្រឿងក្នុងវាហ្នឹងល្វីងហើយយើងយកចេញទៅប្រហែលជាវាអត់ល្វីងអញ្ចឹងតែប៉ុន្តែវានៅតែមានជាតិល្វីងហ្នឹងគ្រាន់តែវាអត់ល្វីងខ្លាំងវាល្វីងតិចទេប៉ុន្តែញ៉ាំទៅឆ្ងាញ់ហើយយើងញ៉ាំជាមួយនឹងទឹកស៊ីអ៊ីវវ៉ាសាប៊ីនេះគឺត្រូវមែនតើជាពិសេសណាចិត្តវ៉ាសាប៊ីរៀងឈួលដូចខ្ញុំអីចឹងឈួលមែនប៉ុន្តែឆ្ងាញ់បើសិនជាបានវ៉ាសាប៊ីដែលរៀងស្រស់ទៀតអូយគាត់តែអែមហ្មងបងប្អូនហើយពេលច្រើនបងប្អូនដឹងហើយដល់ពេលមិនថាខ្ញុំថតម្ហូបនោះមួយក៏យើងធ្វើម្ហូបនៅផ្ទះនៅអីទេចានជ្រុញកបិតសុភាសមចក្រានបាច់យ៉ាងនេះគឺបន្លាយប៉ុន្តែមិនថ្មីទេបងប្អូនឃើញនៅមុខខ្ញុំអញ្ចឹងខ្ញុំមានជំនួយការពិសេសគឺសាប៊ូ Sunlight ធម្មជាតិដែលរាល់ពេលដែលលាងម្ដងគឺខ្ញុំដាក់តែបន្តិចទេបងប្អូននិយាយទៅបាយពពុះស្គយដូចបងប្អូនឃើញអញ្ចឹងពេលខ្លះខ្ញុំថតពី3វីដេអូលាងចានច្រើនអត់មានកាត់ដៃកាត់អីទេបងប្អូនហើយបើនិយាយពីក្លិនវិញគឺស្រាលប្រហើរហ្មងហើយអាចលាងជំរះជាតិខ្លាញ់លឿនជាង10ដងបងប្អូនហើយពេលលាងហើយបងប្អូនឃើញស្រាប់ហើយណាសភ្លឺចាំងស្អាតហ្មងមិនថាចានជ្រុញកបិតកែវនិយាយទៅចក្រានបាយចក្រានអីហ្នឹងសល់ពីលាងចានលាងឆ្នាំងហ្នឹងគឺខ្ញុំយកទៅលាងចក្រានបាយចក្រានអីបានឡើងស្អាតទៀតបងប្អូននិយាយទៅគឺចំណេញមែនតែនហ្មងអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែមពាក់ព័ន្ធជាមួយនឹងសាប៊ូ Sunlight អាចចូលទៅ page Sunlight Cambodia បានអញ្ចឹងជំរាបលាបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតពីរបបផ្លែនេះមួយគឺខ្ញុំចូលចិត្តចង់ដឹងចង់សាកចង់ភ្លក់រសជាតិហ្មងបងប្អូននេះគាត់ខ្ញុំឃើញវីដេអូ Chef Hero ហើយគឺខ្ញុំក៏មកយកមកសាកហ្មងបងប្អូនហើយក៏យើងចូលដល់នេះហើយគឺយើងមក support មួយក្បត់ថ្មីនេះគឺខ្ញុំទិញមកពីជប៉ុនណានិយាយទៅក្បត់នេះគឺ Chef Hero គាត់ជា brand ambassador នៅហាងហ្នឹងណាឥឡូវយើងមកធ្វើជាមួយនឹងអានេះគេហៅម្នាស់សមុទ្របងប្អូនខ្ញុំធ្លាប់ញ៉ាំនៅក្រែម្សាយគាត់ថាញ៉ាំនៅក្រែអត់ចេះញ៉ាំមានល្វីងគាត់តែឃើញវីដេអូ Chef Hero ទៅចង់សាកម្ដងទៀតចឹងណាបងប្អូនក៏កំងមកនេះយើងកំងមកពីជប៉ុនណាហើយការខ្ញុំ